ជាធម្មតាស្លកកូគេដាក់ប្រហុកប៉ុន្តែលើកនេះខ្ញុំស្លកកូដាក់កាពិមើលបងប្អូនចង់ដឹងថារសជាតិមិនដែរអញ្ចឹងថ្ងៃនេះខ្ញុំភ្ញាក់ពីព្រឹកបន្តិចដើម្បីទៅផ្សារទិញបន្លែស្លកកូឲ្យប្តីខ្ញុំអញ្ចឹងណាធ្វើជាស្ត្រីមេផ្ទះម្ដងអញ្ចឹងមកដល់កន្លែងបន្លែភ្លាមអ្វីដែលខ្ញុំធ្វើដំបូងគេគឺខ្ញុំទៅជ្រើសរើសប្រភេទបន្លែខៀវដែលយើងអាចដាក់ជាមួយនឹងស្លកកូបានអញ្ចឹងណាបងប្អូនមានដូចជាស្លឹកបាស្លឹកមរុំហើយនិងស្លឹកងប់តាមពិតទៅប្រភេទពួកបន្លែបៃតងច្រើនមែនទេដែលយើងអាចដាក់ជាមួយនឹងស្លកកូប៉ុន្តែខ្ញុំចូលចិត្តតែ3មុខហ្នឹងឯងអញ្ចឹងហើយក៏ខ្ញុំជ្រើសរើសតែ3ហ្នឹងដើម្បីដាក់មួយស្លអញ្ចឹងបន្ទាប់ពីទិញបន្លែហើយខ្ញុំមកជ្រើសរើសសាច់ម្ដងអញ្ចឹងសម្រាប់លើកនេះខ្ញុំស្លជាមួយនឹងឆ្អឹងជំនីជ្រូកបងប្អូនគេទៅលើកទី1ដែរទេដែលខ្ញុំស្លកកូអញ្ចឹងណាបន្ទាប់ពីទិញសាច់ហើយឥឡូវខ្ញុំទិញខ្ទឹមបារាំងបន្ថែមតែខ្ទឹមបារាំងហ្នឹងមិនដាក់ជាមួយនឹងកកូបងប្អូនយកទុកដាក់ជៀនពងទានៅផ្ទះហើយទិញស្គួរទុកឲ្យខ្ជិលមកពី3ដងអញ្ចឹងណាអញ្ចឹងហើយក៏មានទិញក្រូចឆ្មាយបន្ថែមទុកធ្វើតែជ្រូកក៏ធ្វើម្ហូបផ្សេងចាទិញចាប់ទៅបងប្អូនអញ្ចឹងយើងត្រឡប់មកផ្ទះវិញហើយដើម្បីត្រៀមស្លកកូទៅលើកនេះគឺជាលើកទី1ដែលខ្ញុំស្លកកូហើយស្លមកគឺខុសគេទៀតគេដាក់ផុកលើនេះខ្ញុំដាក់កាពិអញ្ចឹងមុននឹងស្លឡើយខ្ញុំចាប់ផ្ដើមបុកអង្ករលីងសិនទៅអង្ករលីងដែលយើងបុកខ្លួនឯងវាឈ្ងុយជាងដែលយើងទិញគេស្រាប់អញ្ចឹងបងប្អូនស្លទៅគឺឈ្ងុយហ្មងអង្ករលីងដែលយើងបុកខ្លួនឯងអញ្ចឹងបន្ទាប់ពីបុកអង្ករលីងហើយឥឡូវខ្ញុំចាប់ផ្ដើមបុកគ្រឿងម្ដងទៅជាធម្មតាស្លដែរតាក់តងនឹងគ្រឿងបុកច្រើនតែខ្ញុំទិញកុលកៃហើយលាងទឹកឲ្យស្អាតយើងបុកខ្លួនឯងវាឆ្ងាញ់ជាងដែលយើងទិញគេស្រាប់គ្រឿងកិនហើយរបៀបវាខ្លួនហាងខ្ញុំអត់សូវចូលចិត្តទេបើយើងបុកខ្លួនឯងយើងអត់ថាំគ្រឿងវាឈ្ងុយជាងអញ្ចឹងបងប្អូនអញ្ចឹងឥឡូវបន្ទាប់ពីខ្ញុំបុកគ្រឿងហើយខ្ញុំក៏ចាប់ផ្ដើមបេះបន្លែបៃតងរបស់យើងមានស្លឹកបាស្លឹកមរុំហើយនឹងស្លឹកងប់និយាយទៅស្លឹកដែលខ្ញុំចូលចិត្តជាងគេគឺស្លឹកងប់ព្រោះដោយសារស្លឹកងប់វាស្រួលច្បូតជាងស្លឹកបាសនិយាយទៅស្រួលច្បូតជាងស្លឹកមរុំច្រឡំស្លឹកបាសអញ្ចឹងបន្ទាប់ពីលាងទឹករួចនេះគឺជាបន្លែដែលខ្ញុំត្រៀមស្លក្នុងថ្ងៃហ្នឹងអញ្ចឹងបងប្អូនចំណែកនេះវិញគឺជាប្រភេទសាច់ដែលខ្ញុំត្រូវប្រើស្លក្នុងថ្ងៃហ្នឹងឥឡូវខ្ញុំចាប់ផ្ដើមដាក់ប្រេងឆាបន្ទាប់មកខ្ញុំដាក់គ្រឿងបុកចូលលាទៅស្ទែបដែលខ្ញុំស្អាតជាងគេគឺដាក់គ្រឿងបុកហ្នឹងវាខ្ទាតខ្លាំងណាបងប្អូនបន្ទាប់ពីកូរឡើងឈ្ងុយហើយខ្ញុំចាប់ផ្ដើមដាក់សាច់ឆ្អឹងជំនីជ្រូកយើងចូលមកបងប្អូនព្រោះយើងកូរវាឡើងឈ្ងុយបន្ទាប់មកខ្ញុំដាក់ម្សៅស៊ុបប៊ីចេងជាមួយនឹងទឹកត្រីបន្តិចខ្ញុំមិនទាន់ហ៊ានដាក់ច្រើនទេព្រោះខ្លាចប្រៃខ្ញុំចាំថែមថយនៅពេលក្រោយអញ្ចឹងណាអញ្ចឹងយើងកូរវាឡើងឈ្ងុយសិនមកបាទខ្ញុំចាប់ផ្ដើមបន្ថែមទឹកឲ្យវារៀងឆ្អិនតិចចឹងណាហើយបានខ្ញុំចាប់ផ្ដើមដាក់បន្លែនៅតាមក្រោយឥឡូវខ្ញុំខកវាសិនទៅបើកមកវិញចង់ខ្លោចដោយសារពេលដែលដាក់ហើយគឺកន្លែងឆាដល់ពេលហើយមើលទៅចង់ខ្លោចបងប្អូនហើយឥឡូវខ្ញុំចាប់ផ្ដើមដាក់បន្លែហើយកូរច្បល់ជាមួយនឹងសាច់របស់យើងវាចូលជាតិគ្នាអញ្ចឹងណាគេទៅស្លកកូគឺកូមែនគឺកូរហូតបងប្អូនបន្ទាប់មកឥឡូវខ្ញុំចាប់ផ្ដើមដាក់អង្ករលីងចូលឲ្យវាមានក្លិនឈ្ងុយហើយវាគេហៅគេឲ្យវារីកនៅក្នុងស្លរបស់យើងបងប្អូនចឹងខ្ញុំចាប់ផ្ដើមដាក់ទឹកហើយខ្ញុំគ្របទុកវាមកស្ទុះសិនអញ្ចឹងឥឡូវស្លយើងចាប់ផ្ដើមពុះហើយមុននឹងដាក់បន្លែបៃតងចូលខ្ញុំចាប់ផ្ដើមភ្លក់សិនអញ្ចឹងភ្លក់ហើយឥឡូវវាស្ទើអញ្ចឹងខ្ញុំបន្ថែមទឹកត្រីជាមួយនឹងម្សៅស៊ុបអញ្ចឹងបងប្អូនឥឡូវចាប់ផ្ដើមដាក់បន្លែបៃតងរបស់